បរិសជាប្តីតែងតែឃើញប្រពន្ធរបស់ខ្លួនធ្វើនៅទង្វើយ៉ាងរោរាលជាមួយនឹងតុក្កតាខ្លាឃ្មុំមួយជារៀងរាល់យប់ធ្វើឲ្យគេមានការសង្ស័យជាខ្លាំងថ្ងៃមួយបរិសជាប្តីបានឃើញតុក្កតាខ្លាឃ្មុំនោះមានចលនាដោយចៃដន្យហើយប្រពន្ធរបស់គេក៏បានដើរមកទាញដៃខ្លាឃ្មុំនោះចូលទៅក្នុងបន្ទប់ដោយទឹកមុខយ៉ាងរីករាយធ្វើឲ្យបរិសជាប្តីមានការចម្លែកក្នុងចិត្តរួចហើយគេក៏បានរត់ឡើងទៅមើលតែនៅពេលដែលគេឡើងទៅដល់បន្ទប់នោះបរិសជាប្តីបានប្រទះឃើញប្រពន្ធរបស់ខ្លួនកំពុងតែអោបខ្លាឃ្មុំនោះយ៉ាងស្និទ្ធស្នាលតែពេលដែលនាងបានឃើញបរិសជាប្តីភ្លាមស្ត្រីជាប្រពន្ធហាក់មានអារម្មណ៍ថាតត់ស្លុតជាខ្លាំងតែដើម្បីលាក់បាំងនៅទង្វើរបស់នាងស្ត្រីជាប្រពន្ធបានធ្វើការស្ដីបន្ទោសឲ្យបរិសជាប្តីដោយចោទគេថាពេលត្រឡប់មកពីធ្វើការហេតុអ្វីបានជាគេមិនប្រាប់នាងទៅវិញតែបរិសជាប្តីមិនឆ្លើយតបនោះទេបរិសជាប្តីក៏បាននិយាយទៅកាន់ប្រពន្ធថាគេបានឃើញតុក្កតាខ្លាឃ្មុំនោះរាំនៅមុខបន្ទប់មុននេះបន្តិចតើនោះជាអ្វីស្ត្រីជាប្រពន្ធក៏បានស្រែកតបមកកាន់ប្តីទាំងកំហឹងវិញថាបងកំពុងតែសង្ស័យថាខ្ញុំលាក់មនុស្សប្រុសនៅក្នុងតុក្កតានេះមែនទេដើម្បីជាការបកស្រាយដល់ការសង្ស័យរបស់ប្តីស្ត្រីនោះក៏បានលើកយកខ្លាឃ្មុំនោះទៅបង្ហាញនៅមុខរបស់ប្តីដោយឃើញខ្លាឃ្មុំនោះជាតុក្កតាធម្មតាបុរសជាប្តីក៏បានសុំទោសស្ត្រីជាប្រពន្ធហើយដោះសារប្រាប់នាងថាមកពីមួយរយៈនេះគេមានការងារច្រើនពេកហើយទើបបានជាគេមើលឃើញនៅរឿងអីផ្ដេសផ្ដាស់បែបនេះបន្ទាប់មកនៅយប់នោះបុរសជាប្តីបានព្យាយាមបង្កើតនៅភាពស្និទ្ធស្នាលជាមួយស្ត្រីជាប្រពន្ធតែនាងបែរជាបង្ហាញនៅអារម្មណ៍ធុញទ្រាន់ចំពោះគេទៅវិញធ្វើឲ្យបុរសជាប្តីនឹកឃើញថាចាប់តាំងពីពេលដែលស្ត្រីជាប្រពន្ធបាននាំយកតុក្កតាខ្លាឃ្មុំនោះមកនាងគឺតែងតែបង្ហាញនៅអារម្មណ៍បែបនោះដាក់គេជានិច្ចបន្តិចក្រោយមកបុរសជាប្តីបានឃើញប្រពន្ធរបស់គេត្រូវបានតុក្កតាខ្លាឃ្មុំនោះទាញយកទៅដោយនាងបានព្យាយាមស្រែកហៅឲ្យគេជួយតែបុរសជាប្តីមិនអាចជួយអ្វីនាងបាននោះទេធ្វើឲ្យខ្លាចឃ្មុំនោះបានទាញប្រពន្ធគេយកទៅបាត់ទៅធ្វើឲ្យបុរសជាប្តីភ័យជាខ្លាំងតាមពិតទៅរឿងនោះគឺគ្រាន់តែជាការយល់សប្តិរបស់គេប៉ុណ្ណោះភ្លាមនោះបុរសនោះបានងាកមករកស្ត្រីជាប្រពន្ធតែនាងស្រាប់តែបានបាត់ខ្លួនបាត់ទៅហើយរឿងនោះធ្វើឲ្យបុរសជាប្តីមានការមិនទុកចិត្តហើយគេក៏បានចុះមកស្វែងរកនាងដោយចៃដន្យបុរសនោះគេក៏បានប្រទះឃើញស្ត្រីជាប្រពន្ធកំពុងតែនៅលើគ្រែជាមួយបុរសម្នាក់ដែលជាលេខារបស់ខ្លួននៅក្នុងបន្ទប់ទៅវិញធ្វើឲ្យបុរសជាប្តីបានដឹងថាប្រពន្ធរបស់ខ្លួនពិតជាបានលាក់មនុស្សប្រុសនៅក្នុងខ្លាឃ្មុំនោះពិតមែនតែពេលនោះបុរសជាប្តីមិនបានធ្វើអ្វីអ្នកទាំងពីរនាក់នោះទេដោយនៅថ្ងៃបន្ទាប់បុរសនោះបានប្រាប់ឲ្យលេខាស្រីម្នាក់យកឈ្លើងនិងម្សៅលោមាស់ព្រមទាំងចាស់រកាវមកឲ្យគេបន្ទាប់មកពួកគេបានដើរចូលទៅក្នុងបន្ទប់របស់អ្នកទាំងពីរនាក់នោះរួចដាក់របស់ទាំងអស់ចូលទៅក្នុងស្រោមរបស់តុក្កតាខ្លាឃ្មុំនោះមិនតែប៉ុណ្ណោះនៅថ្ងៃនោះបុរសជាប្តីបានរៀបចំនៅកម្មវិធីជប់លៀងមួយនៅទីនោះផងដែរដោយគេបានអញ្ជើញសាច់ញាតិខាងស្រីនិងអ្នកចំនួនជាច្រើនមកចូលរួមព្រមទាំងអ្នកកាសែតមួយចំនួនផងដែរដោយបុរសជាប្តីចង់សម្ដែងប្រាប់គ្រប់គ្នាថាគេពិតជាស្រឡាញ់ប្រពន្ធរបស់គេខ្លាំងណាស់ចំណែកឯប្រុសសាហើយឯនេះវិញគេបានព្យាយាមចូលទៅលាក់ខ្លួននៅក្នុងតុក្កតាខ្លាឃ្មុំនោះវិញតែភ្លាមនោះគេក៏បានចាប់តាមមានការជិះចាប់និងរមាស់ជាខ្លាំងដោយសារតែរបស់ដែលបុរសជាប្តីបានដាក់ចូលទៅនោះពេលនោះបុរសជាសាហាយបានព្យាយាមស្រែកសុំជំនួយពីស្ត្រីដែលជាដៃគូរបស់គេឲ្យជួយតែបុរសដែលជាប្តីក៏បានដើរមកដែរធ្វើឲ្យស្ត្រីជាប្រពន្ធមានការតក់ស្លុតជាខ្លាំងព្រោះតែនាងខ្លាចប្តីរបស់នាងដឹងនាងក៏បានធ្វើពុតជារុញខ្លាឃ្មុំនោះចេញហើយបុរសជាប្តីក៏បានដើរទៅជន់លើតំបន់ពិសេសរបស់ខ្លាឃ្មុំនោះធ្វើឲ្យបុរសដែលនៅលាក់ខ្លួននោះមានការឈឺចាប់ជាខ្លាំងតែដើម្បីជួយបុរសនោះស្ត្រីជាប្រពន្ធបានដេញប្តីរបស់នាងឲ្យចេញទៅទទួលភ្ញៀវនៅខាងក្រៅហើយនាងក៏បានអូសខ្លាឃ្មុំនោះចូលទៅក្នុងបន្ទប់បន្ទាប់មកស្ត្រីជាប្រពន្ធបានព្យាយាមទាញស្បែករបស់តុក្កតាខ្លាឃ្មុំនោះចេញដើម្បីជួយដល់ប្រុសសាហាយតែនាងមិនត្រឹមតែជួយគេមិនបាននោះទេដៃរបស់នាងថែមទាំងបានជាប់ជាមួយនឹងកៅជ័រដែលប្តីនាងបានដាក់នៅលើរោមខ្លាឃ្មុំនោះផងដែរបណ្ដាលឲ្យនាងមានការឈឺចាប់ហើយស្ត្រីនោះក៏បានស្រែកធ្វើឲ្យភ្ញៀវនិងអ្នកកាសែតទាំងអស់នៅទីនោះបានឮពួកគេក៏បាននាំគ្នាឡើងទៅមើលចំណែកឯបុរសជាប្តីក៏បានសម្ដែងធ្វើជាមានការបារម្ភជាមួយប្រពន្ធជាខ្លាំងដោយគេបានយកដំបងវីកូនគោទៅវីទម្លុះទ្វារដើម្បីជួយស្ត្រីជាប្រពន្ធបន្ទាប់មកគេក៏បានយករបស់នោះទៅវាយលើតុក្កតាខ្លាឃ្មុំទៀតដោយនិយាយថាខ្លាឃ្មុំនោះហើយដែលជាដើមហេតុធ្វើឲ្យប្រពន្ធរបស់គេភ័យខ្លាចដោយមិនចង់ឲ្យប្តីវីទៅលើប្រុសសាហាយរបស់ខ្លួនដែលបានលាក់ខ្លួននៅក្នុងនោះទៀតស្ត្រីជាប្រពន្ធក៏ធ្វើពុតជាឈឺដើមទ្រូងដើម្បីជាលេសដេញមនុស្សទាំងអស់នោះចេញពីបន្ទប់របស់នាងតែបុរសជាប្តីបានប្រាប់មនុស្សទាំងអស់នោះថាស្ត្រីជាប្រពន្ធរបស់ខ្លួនតែងតែគេងជាមួយតុក្កតាខ្លាឃ្មុំនេះជារៀងរាល់យប់ប្រហែលជាខ្លាឃ្មុំនោះសណ្ដំនាងហើយចឹងគេត្រូវតែកំទេចខ្លាឃ្មុំនោះចោលតែពេលនោះប៉ាក្មេករបស់គេបាននិយាយការពារកូនស្រីរបស់គាត់ថានាងធ្វើការនឿយហត់ខ្លាំងអញ្ចឹងគ្រាន់តែនាងដេកអោបតុក្កតាវាជារឿងធម្មតាតើស្ត្រីជាប្រពន្ធឬប៉ារបស់នាងនិយាយបែបនោះនាងក៏បានបន្តថានោះក៏មកពីបុរសជាប្តីតែងតែទុកនាងចោលទើបនាងសម្រេចជ្រើសរើសយកតុក្កតាខ្លាឃ្មុំនោះមកដេកជាមួយដោយចង់ប្រើល្បិចទោលនឹងល្បិចបុរសជាប្តីក៏បាននិយាយថាបើនាងពិតជាចូលចិត្តដេកអោបខ្លាឃ្មុំនេះមែនចឹងចាំគេជួយយកខ្លាឃ្មុំនោះទៅបោកសម្អាតឲ្យនិយាយហើយបុរសជាប្តីក៏បានទាញយកភួយដែលគ្រប់តុក្កតានោះចេញហើយអូសវាយកទៅបាញ់ទឹក